សូមចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូហោរាសាស្ត្រជារៀងរាល់ថ្ងៃខ្ញុំបាទសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្ដាប់ហោរាសាស្ត្រប្រចាំថ្ងៃពុធបើមើលតាមតម្រាទិញរបស់បើទិញរបស់នៅថ្ងៃពុធនេះរបស់នោះនឹងឲ្យទោសច្រើនប្រការណាស់ព្រោះរបស់នោះមានស្នាក់ស្នាមមិនល្អដើម្បីចង់ដឹងថាជោគជតារិស័យរបស់ពុកម៉ែបងប្អូននឹងឬក៏ស្រុតចុះយ៉ាងណានោះសូមចុច like និង comment ពាក្យថាសាធុសាធុឬ comment លេខ89 98ដើម្បីទទួលបានលាភសំណាងនិងទទួលបានពរជ័យពីឆ្នាំរបស់លោកអ្នកដើម្បីកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនរីករាយតាមដានស្ដាប់ជាមួយ Channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនំលៀបសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រេចរាល់ភារកិច្ចនិងសេចក្តីបំណងបងប្រាថ្នាបានសម្រេចម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នំលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនំលៀបសំណាងលេខ45និង66សូម comment លេខ678យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំជូតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតចូលតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅលើកំណាត់ផ្លូវតានតឹងដោយសារមានសភាពពិបាករស់ទៅមុខរស់ទៅជួបតែភាពប្រទាំងប្រទើហើយក្រុមមនុស្សនៅជុំវិញចាំតែឈ្នាននេះនឹងមើលបំណាំបង្ករឿងរីការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នមានការកើតចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញតិចជាតិឆ្ងាយទៀតសោតជួបតែភាពរកម្មរកោសមិនស្ទើរដែររីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វាយខ្វល់ជាញឹកញាប់ឆ្នាំឆ្លូវគោនំលៀបនំជ័យនំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសម្រាប់សេចក្តីបងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនំលៀបសំណាងលេខ21និង82សូម comment 168យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវសម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវចូលជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារនិងចរចារឿងអ្វីមួយពីព្រោះថាតែងតែហុចផលជាផ្លែផ្កាមកវិញជានិច្ចរីអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកអាចបណ្ដាក់ទុនរកស៊ីដោយទ្រង់ទ្រីធំនិងអាចចេញទៅរកស៊ីទីជាតិឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយអាចរកផលកម្រៃក៏គ្រាន់បើជាងមុនដែររីការធ្វើដំណើរទីជាតិឆ្ងាយជួបភាពសុខដុមដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរឆ្នាំខាលខ្លាសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនំលៀបសំណាងលេខ27និង69សូម comment 168យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលចូលជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អ្នកសម្រេចចិត្តកិច្ចការងារអ្វីមួយឬបណ្ដាក់ទុនរកស៊ីជាមួយនរណាម្នាក់ពីព្រោះថាផលផ្លែផ្កាឆ្លើយតបមកវិញគ្រួនជាទីពេញចិត្តជានិច្ចបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការលក់ចេញរស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងដែរនោះក៏អាចសម្រេចចប់ចុងចប់ដើមដោយគប់បំណងរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការរីកចម្រើនលូតលាស់ទៅមុខនិងបើចង់ផ្សំគុំគ្រួសារជាឱកាសល្អប្រពៃបំផុតឆ្នាំថោះទន្សាយមាសមានបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតខ្លាយជាមនុស្សមានទ្រព្យសម្បត្តិនិងមានអំណាចម៉ោងនំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នំលៀបសំណាងពណ៌សនិងពណ៌ខ្មៅលេខនំលៀបសំណាងលេខ1និង69សូម comment លេខ999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំថោះសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះចូលជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះនៅថ្ងៃនេះដំណើរ
ជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេហេតុនេះទោះបីធ្វើអ្វីក៏បីមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះផងដែរការជួញទីជាតិឆ្ងាយអាចហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅតែយ៉ាងណាចូលប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កចំនួនណាមួយកើតឡើងរីការធ្វើដំណើរទីជាតិឆ្ងាយជួបបញ្ហាប្រទះច្រើនក៏បីមានការប្រយ័ត្នប្រយែងរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះក៏ច្រើនជាងផងដែរឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំអ្នកគាំទ្រច្រើននិងទំនុកបំរុងសពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងពណ៌ស្វាយលេខនាំលៀបសំណាងលេខ19និង29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំរោងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាប្រទែងប្រទើសជាមួយអ្នកដទៃថែមទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញលោកអ្នកត្រូវចេះសន្សំទ្រព្យដែលល្អយឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរទៅដោយទ្រព្យដែលល្អយតែប៉ុណ្ណោះរីការធ្វើដំណើរទីជិតឆ្ងាយក៏បីកុំសេពគប់ល្បែងស្រីស្រាព្រោះមានតែភាពទុក្ខសោកមកវិញតែប៉ុណ្ណោះរីឯបញ្ហាគូស្នេហ៍ប្តីប្រពន្ធឬកំឡោះក្រមុំមានដំណើរការថយក្រោយនិងប្រឆាំងគ្នាច្រើនឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចឹមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនាំលៀបសំណាងលេខ20និង66សូមខមមិនលេខ998យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំម្សាញ់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្ដើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារប្រកាសនិងសុខភាពមានចោទពីបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើននិងជាពិសេសឲ្យប្រយ័ត្នចំនួនវិវាទជាមួយអ្នកដទៃព្រោះតែការដណ្ដើមអតិថិជនគ្នារីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំប្រុសស្រីមានការភ័យស្រួយចំនួនវិវាទហើយបើចេះអត់ឱននៃគ្នាខ្លះទៅកិច្ចផុតពីរឿងរ៉ាវចម្រូងចម្រាសនេះទៅរួចឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរលមាសត្រូវគ្រប់ច្រកលហកឡើងបនឡើងស័កឡើងទូនីតិម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នំលៀបសំណាងខ្មៅនិងសលេខនំលៀបសំណាង69និង99សូមខមមិន899យកលៀបសម្បត្តិគេហបតីជាន់ខ្ពស់ចំពោះឆ្នាំមមីសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយក៏បីមានការប្រយ័ត្នប្រយែងពីព្រោះថាអាចអូសបន្លាយពេលវេលាដល់ទៅច្រើនថ្ងៃទៀតផងទាំងស្ត្រីបុរសមិនត្រូវនាំយករឿងដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សដែលថាស្ដីរឿងរ៉ាវអាក្រក់ដាក់ចំពោះយើងក៏បីធ្វើកោថ្លង់ទៅប្រសើរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះមានការរីកចម្រើនលូតលាស់ទៅមុខយឺតហើយបើជួញទីជិតឆ្ងាយទៀតសោនោះជួបគ្រោះចាញ់បោកគេថែមទៀតផងរីការធ្វើដំណើរទីជិតឆ្ងាយកើតមានភាពប្រទែងប្រទើសដោយសារក្រុមមនុស្សបង្កបញ្ហាទុកឲ្យរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការចាប់កំហុសគ្នាច្រើនហើយងាយកើតចំនួនវិវាទជាងផ្អែមល្ហែមផងឆ្នាំមមេពពែមាសបារមីដេចជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងក្រហមលេខនាំលៀបសំណាង77និង99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំមមេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមេជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូច្នេះទោះធ្វើអ្វីក៏ដោយតែងតែមានការប្រយ័ត្នប្រយែងបន្តិចទៅមិនមានបញ្ហាអាក្រក់ណាមួយឈានចូលទៅកើតសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញបើមានការជួញទីជាតិឆ្ងាយមានទោសខុសអ្វីទេព្រោះថាផលជាផ្លែផ្កាទទួលបានមកវិញក៏រីកចម្រើនលូតលាស់ទៅមុខសន្សឹមក្រុមបំពេញបំពង់ផងដែររីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំដើរហើរពាសវាលពាសការឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងសោយកើតរឿងធំគ្មាននរណាជួយស្រោចស្រង់ទៅរួច
ឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងក្រហមលេខនាំលៀបសំណាងលេខ77និង89សូមខមមិន779យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំវោកសម្រាប់អស់លោកអ្នកនៃការឆ្នាំវោកយកជាតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមិនថារឿងផ្ទាល់ខ្លួនឬរឿងក្បែរខ្លួនតែងតែផ្ដល់ភាពភ្លឺថ្លានិងល្អប្រសើរសម្រាប់ដួងជាតារិស័យរបស់លោកអ្នកអាចបណ្ដាក់ទុនរកស៊ីនៅថ្ងៃនេះមានការរីកដុះដាលប្រៀបដូចពាក្យចាស់លោកពោលថាដាក់ដុះតាមដៃហើយពិសេសជួបសេចក្តីចម្រុងចម្រើនមានជួបយូរអង្វែងទៀតផងរាយអ្នកប្រកបការងារមិនថាអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនឃើញថាលោកអ្នកបើផ្លាស់ប្ដូរការងារឬចង់ធ្វើអ្វីមួយតែងតែផ្ដល់ផលល្អៗមកវិញជានិច្ចរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីជួបភាពប្រកម្មចិត្តនិងមិនសូវទុកចិត្តទុកថ្លើមគ្នាប៉ុន្មានទេឆ្នាំរកាមួនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ21និង82សូមខមមិនលេខ888យកលៀបសម្បត្តិអភិជនចំពោះឆ្នាំរកាសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកាជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកឡើងខ្ពស់ដូច្នេះដល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងតាំងងារអ្វីមួយពីព្រោះថាផលល្អតែងតែហុចមកវិញជានិច្ចសម្រាប់ថ្ងៃនេះផងដែរដោយសារដួងរិស័យរបស់លោកអ្នកឡើងខ្ពស់ដូច្នេះអ្នកប្រកបមុខរបរជួញដូររកស៊ីមានការចម្រើនលូតលាស់និងទទួលបានជោគជ័យល្អប្រសើររាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំគុំគ្រួសារជាឱកាសល្អបំផុតនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំចសនៈមានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតខ្លាយជាកហបតីឬអភិជនជាតិខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ777យកលៀបសម្បត្តិអភិជនចំពោះឆ្នាំចសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមិនសូវល្អទេទោះបីធ្វើអ្វីក៏ដោយតែជឿនលឿនទៅមុខសន្សឹមជានិច្ចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរោគមិនគ្រប់ឆ្នាំងបាយសឹងតែមិនគ្រប់ផងរាយការធ្វើដំណើរទីជិតឆ្ងាយតែងតែជួបរឿងរ៉ាវមិនល្អនិងបញ្ហាប្រទាំងប្រទើសច្រើនក៏បីប្រយ័ត្នប្រយែងទៅប្រសើររាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបែកខ្នងដាក់គ្នាច្រើនដោយសារភាពប្រជែកប្រចានកំពុងចូលលុកលុយឆ្នាំកោជ្រូកនាំលៀបសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាង48និង99សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំកោសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកោជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទាំងស្ត្រីទាំងបុរសធ្វើអ្វីក៏ដោយក៏តោងតែមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាងាយជួបនឹងបញ្ហាប្រទាំងប្រទើសណាស់ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីការរស់នៅលោកអ្នកមានបញ្ហានៅលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនវិវាទណាមួយដោយសារបញ្ហានេះរីអ្នកប្រកបមុខរបរជួញដូររកស៊ីរោគផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយទៀតសោតតែងតែជួបភាពប្រកម្មប្រកុសមិនស្ទើរដែររីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វាយខ្វល់ជាញឹកញាប់